បងប្អូនណាកុំអស់លងស្ដាប់ឲ្យចប់ហើយនឹងយល់ពីអត្ថន័យដែលខ្ញុំចង់និយាយពីអីហើយបើសិនតែខ្ញុំនិយាយទៅប៉ះពាល់ដល់បងប្អូននារីមួយចំនួនណាខ្ញុំសុំទោសពីចម្ងាយប៉ុន្តែគឺខ្ញុំនិយាយនេះគឺបងថ្លៃរបស់ខ្ញុំផ្ទាល់ដែលខ្ញុំជួបប្រទះឬក៏អ្នកចិត្តខាងអីចឹងណាឬក៏មិត្តភ័ក្តិដែលរៀនអនុវិទ្យាល័យជាមួយគ្នាអញ្ចឹងទៅគាត់មានការបិទសិទ្ធិប្តីរបស់គាត់មិនឲ្យទៅលេងផ្ទះខាងប្តីឬក៏បងប្អូនខាងប្តីអីអញ្ចឹងណាមូលហេតុអីអត់ខ្លាចប្តីហ្នឹងបិចបោចលុយកាក់ហ្នឹងតែឲ្យពុកម្ដាយឬបងប្អូនគេបងប្អូនគិតអញ្ចឹងខុសហើយបងប្អូនបិទសិទ្ធណាប្តីខូចណាស់បងប្អូនត្រូវតែចំណុចទី1ដែលបងប្អូនចាប់ចងជើងប្តីជាប់គឺគ្រួសារខាងប្តីចិត្តល្អជាមួយម៉ែក្មេកក្មេកទៅអត់រួចទេប្តីអត់មានសេរីទេទៅក៏អត់រួចដែរតែទៅលើម៉ែម៉ែក្មេកក្មេកហ្នឹងនៅខាងយើងដោយសារឲ្យយើងចិត្តបានមួយគាត់ចង់និយាយចឹងណាហើយមួយទៀតបងប្អូនត្រូវគិតថាម៉ែក្មេកក្មេកណាគាត់មើលថែប្តីយើងតាំងពីតូចសំបីតែសម្ោចមកក្បាលមកខំគាត់ណាក៏ម៉ែគាត់នឹងញិចសម្ោចនឹងងាប់ដែរតែចិត្តបាបណាកុំឲ្យកូនគាត់ឈឺបងប្អូនត្រូវគិតពីចំណុចកន្លែងហ្នឹងអញ្ចឹងហើយកុំតឹងរឹងជាមួយម៉ែក្មេកក្មេកពេកគាត់មើលថែប្តីយើងបានល្អណាស់តំណតែបានជួបយើងណាខ្ញុំចង់និយាយចឹងណាអញ្ចឹងគ្រាន់តែលុយកាក់បន្តិចបន្តួចគាត់បិចបោយឲ្យម៉ែគាត់គាត់នឹងខុសដែរមែនអត់ខុសទេនេះគឺជាទឹកចិត្តរបស់គាត់អញ្ចឹងយើងជាប្រពន្ធណាត្រូវបើកចិត្តឲ្យទលាយកុំរិះខំនៃអ្វីដែលគាត់នឹងឲ្យម៉ែគាត់គាត់អញ្ចឹងមួយឆ្នាំ2 ដង 3 ដងឲ្យគាត់ទៅលេងស្រុកទៅកុំបិទសិទ្ធគាត់ពេកគាត់ក៏ចង់មានភាពសុបាយជាមួយនឹងមានការស្និទ្ធស្នាលជាមួយនឹងក្រុមគ្រួសាររបស់គាត់ដែរតែកាលណាយើងបិទសិទ្ធពេកវាមិនងាយទេគាត់ទទួលសម្ពាធណាបងប្អូនប្តីប្រពន្ធណាត្រូវស្រឡាញ់គ្នាត្រូវមើលថែគ្នាអស់មួយជីវិតប៉ុន្តែពុកម្ដាយគាត់បានតែបង្កើតយើងទេអ្វីដែលគាត់ចង់បានពីយើងឃើញយើងរស់នៅមានសុភមង្គលពេលណាដែលយើងរស់នៅឆ្លោះគ្នាបែកបាក់គ្នាគាត់អត់សប្បាយចិត្តទេអញ្ចឹងបងប្អូននារីបើកចិត្តឲ្យទលាយនៅចំណុចកន្លែងហ្នឹងធ្វើល្អមួយម៉ែក្មេកស្រឡាញ់ម៉ែក្មេកដូចជាម៉ែបង្កើតខ្លួនឯងអញ្ចឹងបានជាប្តីស្រឡាញ់យើងឲ្យតម្លៃយើងហើយមួយទៀតការដែលគោរពប្តីឲ្យតម្លៃប្តីគឺរស់ស៊ីមានបានណាហើយរស់ស៊ីឡើងទៅរាសីឡើងទៀតតែកាលណាតែយើងមើងងាយប្តីមិនឲ្យតម្លៃប្តីអ្នកជុំវិញខ្លួនក៏គេអត់ឲ្យតម្លៃប្តីយើងដែរ